Ok សួស្តីមិនរួមអាជីពទាំងអស់គ្នាបាទស្វាគមន៍មកកាន់ YouTube Channel មករា Mobile បាទថ្ងៃដែរខ្ញុំមានវីដេអូថ្មីមួយចង់ចែករំលែកទៅដល់បងមិនរួមអាជីពមួយរយៈក្រោយនេះគឺតែងតែជួបជាមួយនឹងការ check iCloud ចឹងណាអញ្ចឹងបងមិនរួមជាតិពីច្រើនគាត់ check iCloud រួចហើយ check ឃើញថាអត់មានតែរាយទៅជាប់ iCloud អញ្ចឹងវីដេអូនេះខ្ញុំនឹងមកបង្ហាញពី website 3ដែលយើងអាចcheck iCloud បានហើយនៅខ្ញុំនឹងប្រាប់ពីរបៀប check nóiច្បាស់ឲ្យយើងមើលយ៉ាងម៉េចទើបដឹងថាwebsite មួយហ្នឹង check ទៅវាច្បាស់លាស់អត់ចឹងណាអញ្ចឹង website 3នេះគឺខ្ញុំនឹងបង្ហាញនៅបន្តិចទៀតនេះអញ្ចឹងបើបងប្អូនមិនរួមអាជីពបានចូលទស្សនាវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទទាំងអស់គ្នាតោះកុំឲ្យចំណាយពេលយូរឥឡូវយើងមើលនៅក្នុងទូរស័ព្ទបាទគឺវាជាប់iPhone available បែបនេះអញ្ចឹងមុននឹងធ្វើការរាយមិត្តរួមអាជីពទាំងអស់គ្នាតែងតែយកវាទៅ check ជាមួយ iCloud អញ្ចឹងសម្រាប់ទូរស័ព្ទជាប់នៅកូដដៃបែបនេះភាគច្រើនគឺយើងមិនអាចរក iMe ឃើញទេគឺតែងតែយក serial ទៅ check ជាមួយនឹងwebsite អញ្ចឹងណាហើយទូរស័ព្ទខ្លះក៏មាន iMe នៅជើង SIM អញ្ចឹងទៅតែទូរស័ព្ទខ្លះមិនមែនជា iMe ពិតអីចឹងណាក៏យើងពិបាកឆែកដែរអញ្ចឹងសរុបមកវិញបើសិនយើងមាន iMe នៅក្នុងម៉ាស៊ីននេះតែម្ដងគឺយើងអត្រានៃការឆែកគឺ 98% អញ្ចឹងណាគឺច្បាស់ហ្មងតែសម្រាប់យើងឆែក serial number គឺយើងត្រូវតែស្វែងរក website 2 ទៅ 3 ទើបវាច្បាស់ព្រោះយើងមិនត្រូវពឹងលើ website តែមួយទេគឺ website ខ្លះឆែក serial នោះគឺ50ពេលខ្លះវាបង្ហាញប្រាប់យើងថា on ឬក៏ off អញ្ចឹងហើយពេលខ្លះទៀតគឺវាមិនបង្ហាញតែម្ដងគឺវាដាក់គ្រាន់តែដាក់ថា no អញ្ចឹងហើយមិនរួមអាជីពគ្នាយើងគាត់ស្មានថាអត់ជាប់អញ្ចឹងគាត់អត់ចាប់អារម្មណ៍អញ្ចឹងធ្វើគាត់រាយទៅគឺបែរជាជាប់ iCloud ទៅវិញអញ្ចឹងណាអញ្ចឹងតើកុំឲ្យចំណាយពេលយូរឥឡូវយើងមកដល់ក្នុងកុំព្យូទ័រទៅអញ្ចឹងយើងមកដល់ក្នុងកុំព្យូទ័រអ្វីដែលយើងត្រូវធ្វើគឺយើងបើក Siri Tool មួយមកបាទឥឡូវយើងបើក Siri Tool មួយអូខេយើងរងចាំបន្តិចយើងបើក Siri Tool មកដើម្បី check iCloud ទាំងអស់គ្នាយូរឡើយអូខេឥឡូវខ្ញុំដាក់វាមួយចំហៀងត្រង់ខាងនេះទៅដើម្បីងាយស្រួលអញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះគឺយើងដាក់ទូរស័ព្ទទៅ recovery mode ទាំងអស់គ្នាអញ្ចឹងមិត្តរួមអាជីពគ្នាយើងតែងតែចេះហើយគឺរបៀបដាក់ទៅ recovery mode គឺទៅតាមប្រភេទម៉ាស៊ីននីមួយៗអញ្ចឹងណាអញ្ចឹងយើងឲ្យបិទទូរស័ព្ទឲ្យលុតមកបាទបិទទូរស័ព្ទឲ្យលុតសម្រាប់7 Plus យើងបិទឲ្យលុតមកអូខេបិទឲ្យលុតបែបនេះឥឡូវខ្ញុំធ្វើលើ7 Plus ហើយទូរស័ព្ទនេះត្រូវការរាយ program អញ្ចឹងណាគឺជាប់នៅ passcode អញ្ចឹងយើងអត់ដឹងថាវាមាន iCloud ឬក៏គ្មានទេអញ្ចឹងតោះតែយើងឆែកទាំងអស់គ្នាហើយការឆែកនោះគឺយើងត្រូវតែមាន website 2 ទៅ 3ចាំគឺច្បាស់អញ្ចឹងណាបើយើងពឹងលើ website មួយគឺមិនអាចដឹង 100%ទេអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបន្តិចនេះតោះឥឡូវដើម្បីយើងដាក់ទៅ recovery mode យើងដឹងហើយទូរស័ព្ទនេះមួយគឺរបៀបចូល recovery mode ខុសគ្នាតិចអញ្ចឹងណានេះពួក7គឺយើងច្រើនយើងប្រើ Valin ដកជាមួយនឹង power អូខេពេលដែលឆេញ logo បែបនេះបាទយើងសង្កត់ Valin ដកឲ្យជាប់ដែរអូខេឥឡូវវាចេញ recovery mode ហើយអញ្ចឹងគេមកមើលនៅកន្លែងនេះបាទអូខេទូរស័ព្ទសម្រាប់ទូរស័ព្ទដែលជាប់កូដដៃគឺយើងមិនមានiMe ទេអញ្ចឹងយើង copy serial number អញ្ចឹង website ដំបូងដែលខ្ញុំណែនាំឲ្យបងមិនរួមអាជីពនោះនេះបាទគឺមាន3 website នេះបាទនេះអូខេ website ទី1គឺ ifree.com ហើយនិង website ទី2គឺ 6w.com និង website ទី3គឺ iunlocker.com អញ្ចឹងណាអញ្ចឹងឥឡូវជាទូទៅខ្ញុំតែងតែឃើញបងមិនរួមអាជីពគាត់ប្រើនៅ website ifree.com នេះឥឡូវយើងបើកនៅ website ifree.com មួយមកបាទអូខេខ្ញុំដាក់វាតាមមេរៀនបាទខ្ញុំយកនេះប្រើក្រោយគេ 6w នោះយើងប្រើក្រោយគេអញ្ចឹងពេលយើងបើកមកបាទឥឡូវអូខេយើងដាក់ text តោះឥឡូវយើង copy serial number នេះយកមកឆែកជាមួយនឹង website មួយនេះមុនបាទអូខេតែវាឆ្លើយបែបម៉េចអូខេកន្លែងនេះយើងដាក់ text មកអូខេតោះរងចាំបន្តិចអូខេបាទអូខេនៅ website នេះបាទគឺគេដាក់ថា iPhone 7 Plus 32G អញ្ចឹងណាពណ៌ខ្មៅអញ្ចឹងយើងមកមើលកន្លែងនេះបាទមើលកន្លែង replace អូខេគឺនៅកន្លែងនេះគឺខាង website មួយនេះគឺបានបញ្ជាក់ថា Find My iPhone ទេបាទគឺគេដាក់ថា refresh
by Apple no បាទអញ្ចឹងកន្លែងនេះគឺគេអត់មានបញ្ជាក់ថាទូរស័ព្ទនេះជាប់ iCloud ឬក៏មិនជាប់ទេអញ្ចឹងណាគឺអញ្ចឹងឲ្យមិត្តរួមអាជីពគាត់តែងតែច្រឡំនៅកន្លែងនេះគាត់ឃើញប៊ូតុង Q នេះបាទគាត់ឃើញប៊ូតុង Q នេះគាត់ថាគឺមើលទៅថាអត់ជាប់ iCloud អញ្ចឹងតែដល់ពេលគាត់ write ទៅបែរជាជាប់ iCloud អញ្ចឹងគេកាលណា website មួយនេះគឺឆែក serial number គឺ50 ទេគឺมันអាចជួយយើងឲ្យច្បាស់ថាមាន iCloud ឬមិនមានទេគឺវាអត់ឆ្លើយហើយអាច serial ខ្លះក៏វាឆ្លើយ serial ខ្លះក៏វាអត់ឆ្លើយអញ្ចឹងវាហានិភ័យសម្រាប់យើងអ្នកដែល write program ហ្នឹងគឺតែងតែជួបហើយបាទហ្នឹងអញ្ចឹងឥឡូវយើងខ្វែង website ហ្នឹងចោល website នេះគឺយើងឆែកអត់ដឹងទេចេញបែបហ្នឹងអញ្ចឹងយើង copy serial មកទៀតហើយយើងយកមកឆែកជាមួយនឹង iunlocker.com នេះបាទអូខេនេះឃើញទេពី website វានៅខាងលើនេះបាទបងប្អូនខ្ញុំជិះសរសេរជា list ទុកឲ្យអញ្ចឹងណាយើងមើល iunlocker.com អញ្ចឹង website នេះចេញយូរអញ្ចឹងមិនរួមអាជីពគ្នាយើងតែតែមានប្រើអញ្ចឹងយើងវិលមកក្រោមអញ្ចឹង iunlocker.com គឺវាមាននេះបងប្អូនចង់ទៅ check តែ iCloud ទេយើងអាចរើសកន្លែង Apple check នេះមកយើងចុច check iCloud ចេញមកដើម្បីឲ្យវា check តែ iCloud ឲ្យយើងចាយើងចុចផាសមកអញ្ចឹងយើងត្រូវមាន website 2 ទៅ 3 អញ្ចឹងនៅតាម website ដែលយើងមានគឺចាំយើង check ឲ្យច្បាស់ពី 3 website ហ្នឹងសិនចាំយើងឲ្យសម្រាប់ចិត្តរាយអញ្ចឹងណាដើម្បីកុំឲ្យវារាយទៅស្រាប់តែវាជួយជាប់ iCloud អញ្ចឹងឥឡូវយើងរកចាំជាមួយ website នេះវាឆ្លើយថាម៉េចអូខេក្នុង website នេះវាដាក់ថានេះ iCloud lock ហើយគេដាក់ថា off អានេះក្នុង website នេះគេបញ្ជាក់ថាគេមានបញ្ជាក់អញ្ចឹងណាថាទូរស័ព្ទមួយនេះគឺបានមិនជាប់ iCloud ទេអញ្ចឹងណាបើបញ្ចេញបែបនេះអូខេប៉ុន្តែការឆែកដូចខ្ញុំបានប្រាប់ហ្នឹងការឆែក serial នេះគឺ50 ទេបាទវាបដោតទៅលើម៉ាស៊ីនដែល bypass ព្រោះចំនួនមុន bypass hello ពីច្រើនឆែក serial ក៏វាឃើញ off ដែរតែបើយើងឆែក IMEI បានឃើញ on អញ្ចឹងណាអញ្ចឹងនៅកន្លែងនេះគឺវានៅក្នុងអីនៅក្នុង website នេះគឺវាប្រាប់យើងថា off អញ្ចឹងយើងគិតថាឃើញ off បែបនេះគឺដឹងថាវាអត់ជាប់ iCloud ទេអញ្ចឹងយើងអត់ទាន់ច្បាស់ទៀតយើងត្រូវតែ check ជាមួយ website មួយទៀតឥឡូវខ្ញុំបើក website ថ្មីមួយទៀតអូខេ website 6W អញ្ចឹងយើង copy serial ដែរហើយយើងមកផាសនៅក្នុងកន្លែងនេះមកបាទបន្ទាប់មកនេះហើយ website នេះវាមាន function ច្រើនហ្នឹងណាអញ្ចឹងអ្វីដែលយើងចង់បាននោះគឺអ្វីបាទអ្វីដែលយើងចង់បានគឺនៅកន្លែងនេះវា load free iPhone Creal នេះគេសម្រាប់យើងឆែកនៅ code សម្រាប់ unlock SIM ទេអញ្ចឹងយើងចុចមកបាទហើយយើងទៅរកមុខងារដែលយើងចង់បានអូខេឥឡូវយើងសម្ដៅទៅឆែកនៅលើ iCloud អញ្ចឹងយើងដាក់នេះ free iCloud.com ហើយ free iCloud on off យើងចុចប៊ូតុងនេះមួយមកគឺវា load បែបនេះហើយតោះមកយើងចុចធ្វើការ check បាទអូខេអូខេវា load ណែឥឡូវ website នេះគឺ website នេះវាអាចនឹងឆ្លើយប្រាប់យើងច្បាស់ពី70 ទៅ 80% អញ្ចឹងណាដែលវាអាចបង្ហាញថា on ឬក៏ off តែបើ website ជាមួយនឹងនេះ iFree នេះជូនវាអត់ឆ្លើយប្រាប់យើងតែអញ្ចឹងយើងកុំភ័ន្តច្រឡំនៅកន្លែងហ្នឹងមិត្តរួមអាជីពរបស់គ្នាមុននឹងសម្រាប់ចិត្តធ្វើការហើយយើងត្រូវតែឆែកមាន website ពី 3 ឆែកទៅហើយសម្រាប់នេះបើបងប្អូនមិត្តរួមអាជីពចង់ read បាទឥឡូវយើងចង់ហ្នឹង serial អត់សូវច្បាស់អញ្ចឹងយើងចង់ read យក iMe នេះអាច read បាននៃ Apple Basic នេះបាទគឺវាគេគិតលុយអញ្ចឹងបាទ 0.5 សេនអញ្ចឹងណាអញ្ចឹងបើបងប្អូនចង់បាន account មួយនេះឲ្យខ្ញុំមើលប្រកាសឲ្យក៏បានអាចតាក់ទងខ្ញុំមកតើមកឥឡូវយើងមកមើល free ផ្សេងទៀតដូចជាមានឥឡូវហើយនេះគេ free អូខេឥឡូវយើងអាចសាក check នេះមក Apple Serial នេះចុចអូខេនេះ iPhone Serial ឥឡូវចុចមកអានេះគឺដំបូងមកអស់អញ្ចឹងណាយើង check មកតើវាមាន IMEI ឲ្យយើងអត់ចឹងឥឡូវយើងសាក check មកអញ្ចឹងសូមបញ្ជាក់នេះ website នេះគឺក្នុងមួយថ្ងៃយើងឆែកបានតែ3 ដងទេអញ្ចឹងពេលដែលយើងនេះយកពាក្យថា free iPhone Serial ពេលដែលយើង check ទៅនេះគឺវា read IMEI ឲ្យយើងអូខេណាវា read IMEI ឲ្យយើងគឺអញ្ចឹងគឺអ្វីដែល read បានហ្នឹងគឺវាអត់ខុសទេបាទ IMEI ហ្នឹងគឺ IMEI SIM ហ្នឹងអញ្ចឹងយើងអាច copy IMEI ហ្នឹងមកបាទហើយនៅកន្លែងនេះគេដាក់ថា SIM unlock start unlock មានន័យថាអត់ជាប់ lock SIM ទេបាទហើយនៅកន្លែងនេះយើងមាន IMEI មួយទៀតបាទយើងបាន IMEI SIM អញ្ចឹងយើង copy IMEI SIM បាទហើយយើងអាចទៅបើកនេះ iFree នេះ iFree វាឆែកច្បាស់មែនតើសម្រាប់IMEI អញ្ចឹងបើយើងបាន IMEI យើងដាក់មកណាយើង IMEI មកផាសមកជាមួយវាឆ្លើយអត់មុនហ្នឹងយើងយក serial ទៅឆែកវាអត់ឆ្លើយប្រាប់យើងទេគឺអត់មានបញ្ជាក់ប្រាប់យើងថាជាប់ឬក៏មិនជាប់ទេគឺដាក់ថា no ប៉ុន្តែឥឡូវយើងបាន IMEI មកពេលដែលយើងយកមកឆែកគឺចេញមកនេះគេអូខេ
ok nói click off chẳng ơi nè chẳng cứ website này lo mình thấy mặt là một bạn nó ok một room mà chụp ngọt này lên website này cứ lo mình thấy chẳng dân ai copy ở serial number dân một hai chỗ lại ní hay dân giao biệt hả nè free iPhone career bạn đập mấy read giáo iMe bạn read iMe rồi cái này nếu bạn chạy làm dân thì cho bài cloud được cái mình cho bạn nè để sao dân read giao career với thế chẳng vì read bây giờ dân read man tới vì nè vì ở iMe mà chẳng dân giao iMe để chạy chỉ 10 website năng được đá rồi có website xem rồi website này mà ngay chạy bà mày đó nhá chẳng mà dân man iMe hay dân ai chạy cho 10 website xem man chẳng website xem cái nào bên iMe cứ vì chơi cho ba trang serial number chẳng xin cảm ơn vì tụi mình đang chạy rồi lại từ đó bong mình rồi mình chịu ngọt nía rồi ai đăng pi đặc biệt ở check iCloud là ba môn một thuộc cả ai chẳng đó chẳng vì tụi mình cứ vì mình đã phải thế năng chụp nên là không vì tụi ngọt này xong một cuốn xong chơi